មនុស្សល្អជាច្រើនដែលយើងបានជួបអាចទៅចោលយើងនៅថ្ងៃណាមួយប៉ុន្តែបើយើងជាមនុស្សល្អវិញយើងនឹងនៅជាមួយខ្លួនឯងរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់យើងបាត់បង់តែមិនបោះបង់កុំផ្លាស់ប្ដូរខ្លួនឯងដោយសារតែសង្គមខាងក្រៅត្រូវតែឈរលើជំហរខ្លួនឯងឲ្យបានរឹងមាំជានិច្ចពីព្រោះមានតែយើងទេដែលជាអ្នករស់នៅក្នុងជីវិតសម្រាប់ខ្លួនឯងមិនមែនអ្នកដទៃនោះឡើយបើចង់ជួយនរណាម្នាក់គឺមិនចាំបាច់ទាល់តែគេដឹងគុណឬទាល់តែគេតបគុណវិញទើបយើងសប្បាយចិត្តនោះទេបើបានជួយនរណាម្នាក់គឺជួយឲ្យអស់ពីចិត្តជួយដោយមិនចាំបាច់រំពឹងការតបស្នងដល់ពេលនោះយើងនឹងជ្រះថ្លានៅក្នុងចិត្តជាពុំខាន